ឈឺឆ្អឹង ឈឺសន្លាក់ ស្ពឹកដៃ ស្ពឹកជើង ឈឺចង្កេះ រោយកទាំងនេះហើយគឺជាជំងឺដែលបានតាមឪពុករបស់ខ្ញុំរយៈពេល10ឆ្នាំកន្លងមកខ្ញុំបានយកឪពុករបស់ខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យតូចធំជាច្រើនឪពុករបស់ខ្ញុំបានប្រើជាមួយនឹងឱសថបុរាណជាមួយនឹងថ្នាំពេទ្យជាច្រើនប៉ុន្តែមិនឃើញប្រសិទ្ធភាពប៉ុន្តែជំងឺនៅតែមិនទាន់ជាជំងឺមិនអាចប្រសើរឡើងតាមពេលវេលានោះទេឆ្អឹងសន្លាក់កាន់តែធ្ងន់ទៅហាក់ដូចជាមិនមានការឈានកម្រិតទៅមុខសោះប៉ុន្តែចែកដន្យថ្ងៃមួយខ្ញុំបានអូសលេង Facebook ខ្ញុំបានឃើញជាមួយនឹងទឹកដោះគោមានការលក់ចេញជាច្រើនជារៀងរាល់ថ្ងៃហើយនៅពេលនោះផងដែរเพจនេះគឺជាเพจលក់ទឹកដោះគោកាន់ស៊ីមេកអ្នកណាក៏អាចមើលឃើញបានដែរដំបូងខ្ញុំក៏មិនសូវជឿដែរប៉ុន្តែខ្ញុំឃើញថាមានមនុស្សរាប់ម៉ឺននាក់បានប្រើប្រាស់ជាមួយនឹងទឹកដោះគោនេះដូច្នេះហើយខ្ញុំក៏បានកម្មង់ទិញឈុតដំបូងសម្រាប់ឪពុករបស់ខ្ញុំបានស្វែងយល់បន្ថែមអំពីទឹកដោះគោហើយបានរកឃើញថាមានផ្ទុកទៅដោយកាល់ស្យូមកាល់ស៊ីសរីរាង្គ Alpha-Min F ដែលចម្រាញ់ចេញពីសារ៉ាយសមុទ្រក្រហមដែលស្រូបយកជាតិសាកាល់ស្យូមច្រើនជាងធម្មតារហូតដល់200ដងជួយពង្រឹងឆ្អឹងនិងការពារជំងឺពុកឆ្អឹងសន្លាក់មានប្រសិទ្ធភាពផ្ទុកជាមួយនឹងវីតាមីន D3 ជួយកាល់ស្យូមជ្រាបចូលបានជ្រៅរក្សាឆ្អឹងឲ្យមានសុខភាពល្អអស់រយៈពេលជាច្រើនឆ្នាំកម្រិតខ្ពស់រូបមន្តទទួលស្គាល់ពី FDA ដែលមានវីតាមីននិងសារធាតុជាង20ប្រភេទនាំចូលពីប្រទេសញូហ្សេឡង់ឪពុករបស់ខ្ញុំបានផឹកទឹកដោះគោកាន់ស៊ីមេក2កែវក្នុងមួយថ្ងៃគាត់បានប្រើប្រាស់រយៈពេលអស់មួយខែការឈឺចុកចាប់ប្រចាំថ្ងៃស្ទើរតែបាត់បង់ទៅទាំងមូលឥឡូវនេះជារៀងរាល់ថ្ងៃឪពុករបស់ខ្ញុំបានផឹកទឹកដោះគោនិងគួបផ្សំនឹងការហាត់ប្រាណបានត្រឹមត្រូវខ្ញុំឃើញថាឪពុករបស់ខ្ញុំមានសុខភាពល្អនិងសប្បាយចិត្តខ្លាំងណាស់